Hello សួស្តីអ្នកនាងសូមស្វាគមន៍មកកាន់ការសង្ខេបសាច់រឿង One Piece របស់ខ្ញុំម្ដងទៀតហើយនៅថ្ងៃនេះខ្ញុំធ្វើការបន្តសាច់រឿង One Piece របស់យើងទៀតផាតទី2នៅក្នុងអេពីសូតទី1148ដែលជាភាគថ្មីទៅបញ្ចេញសម្រាប់បងប្អូនណាដែលមិនទាន់បានមើលផាតទី1អ្នកនាងអាចទៅមើលសិនបានហើយចាំមកមើលផាតទី2មុនចូលដល់វីដេអូសម្រាប់បងប្អូនណាមកថ្មីក៏ភ្លេចណាជួយចុចមេដៃឬក៏ Subscribe ខ្ញុំម្នាក់មួយផងតោះយើងចូលវីដេអូរបស់យើងទាំងអស់គ្នា Let's go យើងទៅពីផាតមុនត្រង់កន្លែងនេះដែរយើងឃើញថាគឺមានមនុស្សយន្តមួយចម្លែកខ្លាំងតែមែនទែនធ្វើឲ្យពួក Marine ក៏បានឃើញហើយនំនេះថាអស់ចាស់ខ្លាំងតែមែនទែនហើយពួកគេក៏បានឆ្ងល់ជាមួយនឹងមនុស្សយន្តនោះជាខ្លាំងឥឡូវយើងក៏លេងមកកាន់ Luffy វិញកំពុងតែយុទ្ធគ្នាជាមួយនឹងតាចាស់រូបរាងដូចជាលមាដោយត្រង់នឹងដែរយេដូរីជាមួយនឹងយេប្រូគីក៏នាំគ្នាដាក់មេប្រូចនឹងឯងពួកគេរត់បណ្ដាលនិយាយគ្នាសើចលេងសប្បាយខ្លាំងតែមែនទេយើងឃើញថាគឺអញ្ញាញ៉ៃខ្លាំងណាស់និយាយទៅ3នាក់នេះគឺត្រូវគ្នាខ្លាំងតែមែនទែន Sorry ផងអ្នកនរគ្នាកន្លែងទៅនឹងគឺខ្ញុំពិបាកបញ្យល់ខ្លាំងមែនទែនដោយសារតែកន្លែងហ្នឹង Dr. Vegapunk ក៏បាននិយាយតាក់ទងជាមួយនឹង The Void Century និយាយទៅគឺ8-900ឆ្នាំមុននិយាយទៅកន្លែងហ្នឹងគឺយ៉ាប់បកប្រែខ្លាំងតែមែនទេដោយសារខ្ញុំ English នៅ Stir អញ្ចឹងទៅពិបាកដល់ក៏និយាយទៅ Dr. Vegapunk ក៏បាននិយាយច្រើនខ្លាំងមែនទែនគាត់និយាយតាក់ទងជាមួយនឹងគាត់រៀនសភៅស្អីនេះញ៉ៃច្រើនណាអ្នកនេះចង់មើលរឿងពេញទៅមើលដឹងបកក្បាយហ្មងហើយគាត់ក៏បាននិយាយទៀតថាគាត់ក៏បានដឹងតិចតួចខ្លាំងមែនទែនអំពីប្រវត្តិសាស្ត្រនិយាយទៅគាត់គឺដឹងរឿងតិចដែរហ្នឹងហើយនេះអាភាគនេះខ្ញុំសូម recommend អ្នកនេះទៅមើលរឿងពេញទៅដោយសារតែវគ្គនេះគឺខ្ញុំមិនអាចបកស្រាយក្បាយបានទេអត់ចេះអង់គ្លេសផងបកស្រាយអត់ទៅមុខឥឡូវនេះយើងមកតកន្លែងស្រួលវិញយើងឃើញថាពួក Marine ក៏នៅតែបន្តបាញ់កាភ្លើងធំទៅលើកហើយយើងក៏លេងមកកាន់ Luffy វិញជាមួយនឹងយៈប្រុកយៈដូរីកំពុងតែដាក់មេប្រូចនឹងឯងយើងឃើញថា Luffy ពិតជាសប្បាយជាខ្លាំងតែមែនទែនចូលនៅលើស្មាយៈបន្តមកក៏បានប្រើជាមួយនឹងក្បាច់មួយដើម្បីវាប្រហារទៅកាន់តាចាស់រមៀសនឹងឯងយើងឃើញថា Luffy ក៏បានហក់មកខ្ពស់ខ្លាំងមែនទែនបន្ទាប់ពីឃើញ Luffy ហើយធ្វើឲ្យយៈទាំងពីរក៏ចូលមើល Luffy សួរទៅកាន់ Luffy ថាមានបញ្ហាអីអត់ជារួមទៅបើឃើញមុខ Dr. Vegapunk ខ្ជិលបកប្រែមក Dr. Vegapunk ក៏បាននិយាយថាមានបរិមម្នាក់ដែលដឹកនាំដើម្បីវាប្រហារទៅកាន់ពពួកKingdom កាលពី900ឆ្នាំមុននិយាយទៅពួក Kingdom ដូចជាមាន20ហ្នឹងហើយ20និយាយទៅ Dr. Vegapunk ក៏បាននិយាយថាបរិមនោះក៏បានប្រើជាមួយនឹងរាងកាយរបស់គាត់ដើម្បីវាប្រហារជាមួយនឹងពពួក Kingdom ហ្នឹងឯងវាដូចជា Sun God Nika ដែលឈ្មោះរបស់គាត់ដែលប្រឆាំងជាមួយនឹងពពួក Kingdom កាលពីមុនហ្នឹងគឺមានឈ្មោះថាគឺ Joy Boy ដល់ឥឡូវនេះយើងឃើញថា Luffy បានប្រើជាមួយនឹងកណ្ដាប់ដៃកៅស៊ូបូកជាមួយនឹងហាគីរបស់គាត់គឺវាយទៅកាន់ក្បាលតាហ្នឹងយើងឃើញថាគឺម្ដាយរបស់ Luffy ធ្វើឲ្យដៃរបស់ Luffy គឺឈឺខ្លួនឯងឥឡូវនេះដែរយើងឃើញថា Luffy ក៏បានប៉ាំងថយក្រោយហើយយៈប្រូគីជាមួយនឹងយៈដូរីក៏បានទៅយក Luffy ដោយសារតែ Luffy គឺមិនអាចទប់ទល់ជាមួយនឹងតាហ្នឹងបានទេដោយសារតែវាយតាហ្នឹងទៅធ្វើឲ្យដៃ Luffy គឺក្តៅខ្លាំងតែមែនទេយើងឃើញថា Luffy ក៏បានស្រែកប្រកាច់ប្រកិនពេញទៅនឹងឯងឥឡូវនេះដែរដល់ Dr. Vegapunk និយាយតទៀតហើយ Dr. Vegapunk ក៏បាននិយាយថា Joy Boy ហ្នឹងក៏បានហៅខ្លួនឯងថាគឺជាចៅសមុទ្រលើកទី1ហើយ Dr. Vegapunk ក៏បានបន្តនិយាយថាគាត់គឺជាមនុស្សដំបូងគេបំផុតនៅលើសមុទ្រហើយគាត់បានហៅខ្លួនឯងថាគឺជាចៅសមុទ្រមុនគេឥឡូវនេះដែរយើងឃើញថាសាច់រឿងរបស់យើងគេបានបង្ហាញជាមួយនឹងមនុស្សជាច្រើនខ្លាំងមែនទេបន្ទាប់ពីស្ដាប់ទៅកាន់ Dr. Vegapunk បាននិយាយពួកគេគឺមានការភ្ញាក់ផ្អើលខ្លាំងណាស់ដោយសារតែគេគឺបានស្គាល់ជាមួយស្ដេចចៅសមុទ្របងគេបង្អស់ឥឡូវនេះដែរយើងកាន់មកកាន់គុកមួយដែលគុកហ្នឹងគេបានបង្ហាញជាមួយនឹងរបស់ fake ច្រើនមែនទែនយើងឃើញថានេះគឺជា kit fake អ្នកនេះស្គាល់ kit ជាមួយនឹងគ្នារបស់គេយឺមទៅស្ទើរ fake ហ្នឹងឯងអ្នកនេះពិតជាបានស្គាល់គ្នារបស់ kit នេះស្ទើរ fake ទាំងអស់ហ្នឹងនេះដល់ពួកនេះបកកែ copy ចូលមកនិយាយទៅកូនចៅរបស់គេនឹងពី3ក្បាលហ្នឹងដោយ Dr. Vegapunk ក៏បាននិយាយរឿងច្រើនខ្លាំងមែនទែនគាត់និយាយតាក់ទងជាមួយនឹង Poneglyph ផងនិយាយតាក់ទងថា Joy Boy ក៏បានប្រយុទ្ធប្រឆាំងជាមួយនឹងពពួក Government ឥឡូវនេះដែរយើងកាន់មកខាង Luffy កំពុងតែរត់គេចពីតារ៉ាមេយើងឃើញថាតារ៉ាមេពិតជាខឹងខ្លាំងមែនទែនដោយសារតែ Dr. Vegapunk ក៏បាននិយាយរឿងច្រើនណាស់យល់ទៅនិយាយត្រឡប់ឡើងត្រឡប់ចុះត្រឡប់ឡើងមកខ្ញុំដឹងថា Dr. Vegapunk និយាយស្អីគេខ្លះហើយខ្ញុំដឹងតែ Joy Boy Joy បើសិនបើមានកំហុសខុសឆ្គងឡើយណាមួយក៏សំខាន់តែណាជាស្រ័យផងដោយសារកន្លែងហ្នឹងខ្ញុំមិនសូវចេះបកប្រែហ្មងទេខ្ញុំចេះសម្រាយតែកន្លែងណាគេវាយគ្នាល្អមើលអាពេលកន្លែងអក្សរអង់គ្លេសច្រើនយ៉ាងទៀតជាប់ដោយសារណាមួយអង់គ្លេសខ្ញុំវា level pro ពេកអញ្ចឹងហើយ sorry ផងបងដោយសារតែឥឡូវនេះគឺខ្ញុំសម្រាយរឿងគ្មានប្រើថៃថលខ្មែរតែនិយាយទៅអង់គ្លេសទាំងអស់ហ្នឹងបន្ទាប់ពីស្ដាប់ខ្ញុំនិយាយតប៉ែហោហែមកបកប្រែមិនចេញតឥឡូវចូលដល់កន្លែងណាមីម្ដងវិញឥឡូវនេះដែរយើងឃើញថាណាមីកំពុងតែអង្គុយអស់សង្ឃឹមខ្លាំងមែនទែនដោយសារតែជីនបេជាមួយនឹងសូរ៉ូគឺមិននឹងអាបាត់ទៅណានោះទេហើយណាមីក៏បាននិយាយថាពួកយើងទាំងអស់នេះចង់ចេញពីកន្លែងនេះតាមវិធីណាមួយឲ្យលឿននឹងឯងក៏ប៉ុន្តែភ្លាមនឹងដែរណាមីក៏បានកលេចឃើញជាមួយនឹងទុករបស់នាងក៏បាននិយាយទៅវារំកិលធ្លាក់ទៅក្រោមធ្វើឲ្យពួកគេពិតជាសប្បាយចិត្តខ្លាំងមែនទែនពួកគេក៏បាននិយាយថាពួកគេពិតជាអរគុណខ្លាំងមែនទែនទៅកាន់ Vegapunk ដែលជាមនុស្សយន្តនោះទៅបានជួយពួកគេហើយឥឡូវនេះដែរយើងឃើញថាពួកគេពិតជាសប្បាយចិត្តខ្លាំងមែនទែនពួកគេក៏បាននិយាយថាពួកគេគឺអាចចាក់ចេញពីនីតិនេះបានហើយសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងឥឡូវយើងដល់ចប់ហើយបើសិនអ្នកនាងមិនយល់ឡើយណាតែមើលរឿងពេញដោយសារតែខ្ញុំគឺបកប្រែមិនទៅមុខទេដោយសារតែខ្ញុំអត់បានប្រើថៃថលខ្មែរណាមួយភាសាអង់គ្លេសរបស់ខ្ញុំគឺវា level pro ពេកអញ្ចឹងទៅបកប្រែអត់ចេញហើយនេះ pro មិនមែន original នេះគឺ pro គេបដ ாய்